នេះគឺជាសាច់រឿងលើកទឹកចិត្តខ្លីមួយដែលមានអត្ថន័យជ្រាលជ្រៅសមស្របសម្រាប់ការអានចំណងជើងស្នាមប្រេសនៃក្អមទឹកកាលពីព្រេងនាយមានបុរសម្នាក់ជញ្ជូនទឹកម្នាក់គាត់មានក្អមពីរដែលព្យួរនៅចុងដងរែកម្ខាងម្នាក់សម្រាប់រែកទៅដងទឹកនៅមាត់ស្ទឹងយកមកផ្ទះក្អមមួយមានលក្ខណៈល្អឥតខ្ចោះនិងអាចផ្ទុកទឹកបានពេញជានិច្ចចំណែកក្អមមួយទៀតមានស្នាមប្រេះរាល់ពេលដែលដើរពីមាត់ស្ទឹងមកដល់ផ្ទះក្អមដែលល្អអាចរក្សាទឹកបានពេញចំណែកក្អមដែលមានស្នាមប្រេះបែរជាជ្រាបទឹកចេញអស់ពាក់កណ្ដាលនៅតាមផ្លូវរឿងនេះបានកើតឡើងដដែលអស់រយៈពេល2ឆ្នាំពេញ 1. ភាពអាម៉ាស់នៃស្នាមប្រេះក្អមដែលមានស្នាមប្រេះមានអារម្មណ៍ថាខ្លួនឯងអន់ថយនិងមានកំហុសយ៉ាងខ្លាំងដែលវាមិនអាចបំពេញតួនាទីបានល្អដោយក្អមមួយទៀតថ្ងៃមួយវាបានសម្រេចជិបនិយាយទៅកាន់បុរសជាម្ចាស់ថាខ្ញុំមានអារម្មណ៍ខ្មាស់អៀនណាស់ហើយខ្ញុំចង់សុំទោសលោកព្រោះស្នាមប្រេះរបស់ខ្ញុំធ្វើឲ្យលោកខាតបង់កម្លាំងដោយសារទឹកជ្រាបចេញអស់ពាក់កណ្ដាលតាមផ្លូវ 2. ទស្សនៈថ្មីពីម្ចាស់បុរសរែកទឹកញញឹមយ៉ាងទន់ភ្លន់ហើយនិយាយថាមុននឹងយើងត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះចូលឯងសង្កេតមើលផ្កាដ៏ស្រស់ស្អាតនៅតាមដងផ្លូវដែលយើងដើរឆ្លងកាត់នៅពេលពួកគេដើរត្រឡប់មកវិញក្អមដែលមានស្នាមប្រេះបានចាប់អារម្មណ៍ឃើញថានៅតាមចិញ្ចើមផ្លូវដែលវាឆ្លងកាត់មានផ្កាព្រៃដុះរាយបាយស្អាតប្លែកពីម្ខាងទៀតនៃផ្លូវ 3. តម្លៃនៃចំណុចខ្វះខាតបុរសរែកទឹកបានពន្យល់ថាតើឯងដឹងទេថាហេតុអ្វីបានជាមានផ្កាដុះតែនៅខាងផ្លូវដែលឯងនៅនោះក៏ព្រោះតែខ្ញុំបានដឹងពីស្នាមប្រេះរបស់ឯងដូច្នេះហើយទើបខ្ញុំយកគ្រាប់ពូជផ្កាមកព្រោះនៅតាមផ្លូវនោះរាល់ថ្ងៃដែលយើងដើរត្រឡប់មកផ្ទះឯងគឺជាអ្នកស្រោចទឹកឲ្យផ្កាទាំងនោះដោយមិនដឹងខ្លួនគាត់បន្តទៀតថាបើគ្មានស្នាមប្រេះរបស់ឯងទេក៏គ្មានផ្កាដ៏ស្រស់ស្អាតទាំងនេះសម្រាប់លម្អផ្ទះរបស់ខ្ញុំដែរមេរៀនអប់រំពីសាច់រឿងក្នុងជីវិតរស់នៅយើងម្នាក់សុទ្ធតែមានស្នាមប្រេះឬចំណុចខ្វះខាតរៀងខ្លួនប៉ុន្តែកុំទាន់អាលវាយតម្លៃថាវាជាភាពបរាជ័យចំណុចខ្វះខាតរបស់ឯងបើប្រើប្រាស់ចំគោលដៅនិងយល់ពីតម្លៃរបស់វានឹងក្លាយទៅជាភាពស្រស់ស្អាតដែលអ្នកដទៃមិនអាចធ្វើបានចូលឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃចូលរៀនស្រឡាញ់ស្នាមប្រេះរបស់ខ្លួនឯងសារលំអិតអំពីសាច់រឿងនេះការថែទាំរាល់ព្រឹកមុនពេលទៅដងទឹកតាសុកតែងតែយកកំណាត់ចាក់មួយមកជូតសម្អាតក្អមទាំងពីរដោយក្តីស្រឡាញ់ទោះបីគាត់ដឹងថាក្អមមួយមានស្នាមប្រេះក៏គាត់មិនដែលបោះវាចោលឬប្រើកម្លាំងបោកបោះវាដែរភាពឆ្លៀសវៃនៅពេលគាត់ឃើញទឹកជ្រាបចេញពីក្អមប្រេះជំនួសឲ្យការខឹងគាត់បែរជាដើរយឺតតាមចិញ្ចើមផ្លូវដែលមានដីស្ងួតដើម្បីឲ្យទឹកនោះជ្រាបចូលទៅក្នុងដីចំកន្លែងដែលគាត់ព្រោះគ្រាប់ពូជផ្កាទុកពាក្យសម្ដីទៅកាន់ក្អមនៅពេលក្អមប្រេះសុំទោសតាសុកមិនត្រឹមតែតបវិញដោយពាក្យសម្ដីគាត់បានលើកក្អមនោះមកអិនអែលថ្នមរួចនិយាយថាកូនអើយកុំមើលឃើញតែប្រហោងដែលឯងមានចូលមើលផលផ្លែដែលឯងបានបង្កើត